Idam khopana bhikkhave រឿងសិលហ្នឹងក៏ទៅធ្វើសម្ដែងពីរោះណាមកផ្នែកហ្នឹងខ្ញុំត្រួសគាត់ចំណុច1 2 3បានដល់ទៅ10ហើយមកវគ្គទៀតមានឡើងសន្ធឹកទៀតហ្នឹងដែលយើងត្រូវពិចារណាគុណរបស់សិលទៀតទី1សិលហ្នឹងគឺថាជាគ្រឿងលាងនៅមន្ទិលមួយយ៉ាងឲ្យយើងតិចទី1ទៀតព្រោះលះបង់នៅទោសៈយើងមិនអាចលាងជំរះនៅទោសៈដោយទឹកទន្លេគង្គាអីបានទេអញ្ចឹងយើងនូតទឹកទី1ដើម្បីឲ្យតិចមែនទេអញ្ចឹងដើម្បីតិចចិត្តគឺត្រូវមានសិលដើម្បីលះបង់នៅទោសៈហ្នឹងទី2គឺក្នុងការដែលយើងត្រូវកំចាត់បង់នៅមន្ទិលមានរាគៈជាដើមនេះហ្នឹងប្រសើរវិសេសណាស់ដោយសិលគ្មានអីដូចសិលទេសំបីតែលំអិតក្លឹមចាំប្រេងម្សៅទឹកអប់យ៉ាងណាក៏ដោយឬក៏គ្រឿងប្រដាប់លាងក្អែលយើងនឹងយ៉ាងណាគឺវាមិនដូចសិលទេសិលនឹងវាលាងជំរះគ្រឿងស្អុយញើសក្អែលជាគ្រឿងស្អុយមានរាគៈជាដើមចឹងបើយើងអត់សិលយើងទៅប្រព្រឹត្តសពគ្រប់ទាំងអស់បាណាទេបាតអតនេទានព្រឹត្តអនាចារកាមេទ្រុសិលណានៃស្អុយក៏គ្រប់ពេញណាពេញណីអញ្ចឹងមានសិលហ្នឹងឯងដែលធ្វើឲ្យយើងលាងជំរះនៅគ្រឿងស្អុយញើសក្អែលហ្នឹងហើយមានស្អីដែលជំរះគ្រឿងស្អុយហ្នឹងឲ្យដូចសិលមែនទេទេណោះហ្នឹងហើយទី3និយាយពីគ្រឿងប្រដាប់មានអីដែលគ្រឿងប្រដាប់អលង្ការមកុដខ្សែដៃខ្សែកសម្លៀកបំពាក់ទ្រង់គ្រឿងអីនឹងយ៉ាងណាដូចជាសិលអត់មានទេមែនទេណាហ្នឹងទី3គ្រឿងប្រដាប់ទី4ក្លិនក្រអូបមានអីក្រអូបដូចសិលទេហ្នឹងអត់មានអីក្រអូបដូចសិលទេទាំងសិលនឹងក្រអូបទៅទាំងបដោយខ្យល់ទាំងច្រាស់ខ្យល់ក្រអូបដល់ទៅទេវលោកនោះទៀតហ្នឹងសិលនឹងជាគ្រឿងក្រអូបណាស់ហើយទី5ហ្នឹងគឺមានគុណអំណាចដ៏ធំធ្វើឲ្យស្ដេចមហាសាលឬក៏ទេវតាសំពះគោរពបូជាបើអិនចេញពីវិជ្ជយន្តប្រាសាទមកសំពះក្រហោះអ្នកមានសិលចិញ្ចឹមបុត្រនិងភរិយាប្រកបដោយធម៌ហ្នឹងមិនចាំបាច់ដល់ទៅពុទ្ធពធព្រះសង្ឃទេបើអិនសំពះក្រហោះអ្នកមានសិលណាចឹងដែលចិញ្ចឹមបុត្រភរិយាប្រកបដោយធម៌ហ្នឹងបានថាមានសិលហ្នឹងប្រសើរណាស់សូម្បីទាសកម្មករនឹងក៏ដោយបានរួចទៅចូលកាន់ភ្នោះពោះជាបព្វជិតសិទ្ធិជាវាយនាយឬក៏បរិយាជានឹងក៏ត្រូវតែសំពះថ្វាយបង្គំដោយសេចក្តីគោរពចំពោះអ្នកដែលធ្លាប់ជាទាសកម្មករឲ្យចូលមកកាន់ភ្នោះដោយសារអីដោយសារមានសិលនឹងឯងឃើញទេមានគុណអំណាចធំធេងទេសិលទៀតហ្នឹងគុណអំណាចធំធេងណានឹងជាផលដែលយើងត្រូវឃើញច្បាស់ក្នុងបច្ចុប្បន្នហើយហ្នឹងណាហ្នឹងទី5ណាគុណអំណាចដ៏ធំធេងហ្នឹងទី6គឺជាចិន្តាឡើងទៅកាន់សព្ទតិឋានសួគ៌ចាតមហារាជការអីក៏បានទៀតហ្នឹងទី6ជាចិន្តាឡើងទៅឋានសួគ៌ទៀតហ្នឹងសំដែងក្នុងហ្នឹងតាមលំដាប់មកខ្ញុំកត់មកគោលណាហ្នឹងហើយទី7ជាឧបាយនាំឲ្យបានសម្រេចឈានអភិញ្ញាដ៏ល្អជាឧបាយដ៏ល្អនាំឲ្យបានសម្រេចឈាននឹងអភិញ្ញាដោយសារសិលហ្នឹងហ្នឹងទី7ទី8ជាផ្លូវទៀតណាជាផ្លូវសម្រាប់ទៅកម្មអមតៈមហានិព្វានណាទី9គឺជាភូមិជាភូមិអីជាភូមិនៃសាវកបារមីញាណនាំឲ្យបានជាសាវកពុទ្ធអគ្គសាវកពុទ្ធជាភូមិនៃបច្ចេកពោធិញ្ញាណជាភូមិនៃសព្វញ្ញុត្តញ្ញាណស្រាប់បានទេទាំងភូមិដូចភូមិយើងសម្រាប់ដាំដំណាំអញ្ចឹងណាសិលគឺជាភូមិដែលនាំឲ្យបានសម្រេចជាអគ្គសាវកពុទ្ធជាបច្ចេកពុទ្ធជាព្រះសម្មាសម្ពុទ្ធល្អទេទៀតសិលគួរយើងធ្វើចំការសិលទេហ្នឹងគួរធ្វើចំការសិលទៅកុំចំការក្រូចចំការជេកតែម្យ៉ាងនោះគឺឲ្យមានចំការសិលក្នុងចិត្តសន្តានរបស់យើងនឹងដើម្បីជាភូមិមួយឲ្យបាននៅគុណពិសេសដូចតែបានរៀបរាប់មកទី10ទៀតគឺយ៉ាងម៉េចដូចជាដើមកាប់ប្រព្រឹត្តអញ្ចឹងនាំឲ្យបានសម្រេចនៅសេចក្តីប្រាថ្នាគ្រប់យ៉ាងចង់បានសម្ពុតចង់បានអ្វីគឺយកអំពីដើម
ការប្រព្រឹត្តនឹងឬក៏ដូចជាកែវទឹកដែលអាចនាំឲ្យសម្រេចបាននៅសេចក្តីប្រាថ្នាឬក៏ដូចជាពពេមាសរបស់មេនកសិទ្ធិអីអញ្ចឹងនឹងមេកែពពេកែវមនីអីអញ្ចឹងចង់បានអីបាននឹងដកឆ្នុកពពេនឹងមកបានអាហ្នឹងវាអញ្ចឹងប៉ុន្តែមិនដូចសិលទេសិលនាំឲ្យបានសម្រេចនៅវត្ថុបំណងគ្រប់យ៉ាងចង់បានអីក៏បានដែរឈួរនៅលើសិលទៀតនឹងគឺកម្លាំងសិលអាចឲ្យបានសម្រេចចង់អីតតកៈផ្នែកណាក៏បានដែរចង់ឲ្យជាពុទ្ធជាព្រះសម្មាសម្ពុទ្ធអីក៏បានដោយឈួរនៅលើសិលគឺជាវត្ថុនាំឲ្យបានសម្រេចនៅគ្រប់បំណងប្រាថ្នាក្នុងโลกនេះរហូតដល់បានព្រះនិព្វានហ្នឹងសិលល្អអញ្ចឹងមែនទេទៀតហ្នឹងមួយផ្នែកមាន10ទៅហ្នឹងមួយផ្នែកទៀតចាប់ពី1ឡើងវិញគឺព្រះអង្គទ្រង់សម្ដែងថាដើម្បីសម្រេចសិលគឺត្រូវតែតាំងចិត្តឲ្យមមថាអញត្រូវតែឲ្យជាអ្នកមានសិលហ្នឹងព្រះអង្គទ្រង់សម្ដែងនៅលើសច្ចាធិដ្ឋានទៀតយើងជាបាសកបាសិកាក៏ដោយគុណម្ចាស់ក៏ដោយដើម្បីឲ្យសម្រេចនៅកុសលសិលត្រូវតែតាំងចិត្តធ្វើឲ្យជាអ្នកមានសិលតាមភេទរបស់ខ្លួននឹងតែម្ដងបើអត់មានការតាំងចិត្តមុខតែមិនប្រកបហើយទេនឹងចឹងដូច្នេះសិលសម្រេចបានដោយការតាំងចិត្តមមនឹងយ៉ាងចឹងទេទី2ដើម្បីជាទីស្រឡាញ់ជាទីត្រេកអរជាទីគោរពជាទីសរសើរជាទីលើកតម្កើងនៃស័ក្តិព្រះមច្ចារីគឺត្រូវតែបំពេញសីលសម្បទាហ្នឹងណាគឺត្រូវតែអញ្ចឹងចឹងទី3ណាព្រះដែលមានភាពព្រះអង្គសម្ដែងមនាលអំណន់សិលនេះនាំមកនៅប្រយោជន៍គឺការមិនក្តៅក្រហាយហ្នឹងជាដើមប៉ុណ្ណឹងហើយសម្ដែងចំពោះកហបតីទាំងឡាយសិលនឹងនាំមកនៅផល5យ៉ាង1នាំឲ្យបានភោគសម្បត្តិ2នាំឲ្យមានកិត្តិយសផ្សាយទៅ3នាំឲ្យរីករាយក្នុងកណ្ដាលបរិស័ទ4មិនវង្វេងនៅពេលចិត្តស្លាប់5ក្រោយពីស្លាប់រួចពីអបាយភូមិដោយអំណាចកុសលសិលជាបច្ច័យទៅកម្មសុគតិភពឬម្យ៉ាងទៀតខ្លួនឯងមិនតេះដៀលខ្លួនឯងវិញ្ញូជនពិចារណាឃើញហើយមិនតេះដៀលនឹងមានការសរសើរមានការសរសើរវិញ្ញូជននឹងសរសើរមានសេចក្តីក្លាហានក្នុងកណ្ដាលបរិស័ទជាគំរូល្អដល់មនុស្សទាំងឡាយដល់កូនដល់ចៅហើយមិនវង្វេងនៅពេលចិត្តស្លាប់ដោយអំណាចសិលនិងក្រោយពីស្លាប់បែកធ្លាយរូបកាយនឹងទៅស្លាប់ទៅកម្មសុគតិទៀតឃើញទេហ្នឹងហើយយ៉ាងទៀតព្រះអង្គសម្ដែងសំខាន់ណាស់ត្រង់ដែលថាត្រូវពិចារណានៅក្នុងអគិខន្ធោបមសូត្រនោះនឹងអគិខន្ធោបមសូត្រដែលព្រះអង្គសម្ដែងទៅសូត្រមួយពីគំនូរភ្លើងដែលភិក្ខុអត់សិលហើយប្រើប្រាស់បច្ច័យ4មានទោសយ៉ាងណាព្រះអង្គសម្ដែងកន្លែងហ្នឹងដើម្បីឲ្យបព្វជិតហ្នឹងចាំបាច់ត្រូវតែជាអ្នកមានសិលក្នុងការបរិភោគប្រើប្រាស់បច្ច័យ4ហ្នឹងហើយសិលហ្នឹងទានជានិមិត្តនៃបេតិនិងសោមនស្សហើយសិលនឹងឯងសំបីរស់នៅតែមួយថ្ងៃទេប្រសើរជាងអ្នកអត់សិលរស់នៅអស់រយនៃឆ្នាំទៀតហើយសិលនឹងដែលថាប្រសើរនឹងគឺប្រសើរជាងជីវិតមួយថ្ងៃនឹងទៅទៀត